អានេះរបៀបប្រើមុខងារ GPS នៅក្នុងនាឡិកាឧទាហរណ៍ថាឥឡូវយើងយកជីកកង់មួយនេះដល់ពេលវាចាប់ GPS បានវាគឺទៅស្រួលចឹងហ្មងនេះ GPS វាកំពុង load ចឹងណាហើយបន្ទាប់មកចាប់អានេះទីតាំងដែលខ្ញុំចាប់ផ្ដើមឥឡូវឧទាហរណ៍ថាវីដេអូនេះខ្ញុំនឹងចេញពីទីហ្នឹងនឹងទៅទីតាំងរបស់ខ្ញុំចឹងណាចាំមើលវានឹង record នៅក្នុង app ទីតាំងដែលយើងចាប់ផ្ដើមទៅនឹងទៅដល់ទីតាំងដែលយើងបញ្ចប់ចាំមើលវា load បែបម៉េច ឥឡូវខ្ញុំមកដល់ទីតាំងហើយខ្ញុំចំណាយពេលអស់18នាទីហើយចម្ងាយដែលខ្ញុំបានជិះមកគឺអស់10.13គីឡូម៉ែត្របន្ទាប់ឡើងនេះគឺវាដើរទិសដៅរបស់យើងពីចំណុចដែលយើងចាប់ផ្ដើមរហូតមកដល់ទីតាំងអញ្ចឹងណាបន្ទាប់ពីខ្ញុំបិទហើយឥឡូវយើងចូលមកមើលទិន្នន័យសរុបក្នុងនាឡិកាអញ្ចឹងណាយើងចូល activity មកនេះសកម្មភាពខ្ញុំជិះផឹកមិញខ្ញុំជិះពីទីតាំង CATT មកដល់ទូសកាអញ្ចឹងណានេះខ្ញុំជិះបាន19នាទីហើយអានេះជាទិសដៅដែលវាដើរនៅវាវែងដែរណា មកដល់ផ្ទះអញ្ចឹងណានេះអស់អត់ទាន់ផុតទេណាអានេះយើងចាប់ដើមមកនេះជីបាន10.13គីឡូហើយនេះបេះដូងយើងលោតប៉ុណ្ណេះកាឡូរីយើងដុតបានតិចទេដោយសារយើងជិះម៉ូតូអញ្ចឹងចលនាវាតិចតួចអានេះគឺប៉ុណ្ណឹងហ្នឹងទិន្នន័យសរុបមើលខ្ញុំចូលឲ្យទៅមើលក្នុង app មួយទៀតថាវា record មកអញ្ចឹងណាហើយនេះគឺជាទិន្នន័យដែលវា record នៅក្នុងទូរស័ព្ទរបស់យើងអញ្ចឹងណាបងអានេះយើងចូលមកដំបូងគេគឺវាលោតអញ្ចឹងហើយនេះយើង work out ដែលយើងជិះយើងយកជិះនេះ outdoor នេះវា10.13គីឡូម៉ែត្រហើយនេះគឺជាទីដៅវាបានដៅនៅក្នុងmap អាហ្នឹងវា GPS វាប្រភេទអញ្ចឹងនេះអានេះទីតាំងដែលខ្ញុំចាប់ដើមចេញពីសាលា CADT នៅក្នុងហ្នឹងមកបន្ទាប់មកខ្ញុំជិះមកតាម 6A នេះឃើញទេនេះជិះត្រង់រហូតណាវាដៅយើងអញ្ចឹងណានេះរហូតមកទីតាំងយើងដៅរហូតឆ្លងអានេះឆ្លងវងមូលហើយបន្ទាប់មកវងមូលជួរចវាអញ្ចឹងណានេះរហូតដល់ទីតាំងខ្ញុំនេះហើយខ្ញុំជិះបាន10.13គីឡូហើយយើងចំណាយពេលទៅដល់19នាទីតាមពិត18នាទីដោយសារតែខ្ញុំតំណខ្ញុំចុចហ្នឹងមកដល់មកសបកដែរអញ្ចឹងវាឡើងដល់19នាទីឥឡូវយើងចង់ដឹងថា GPS ហ្នឹងវាដៅ secret អត់អានេះពេលនេះខ្ញុំចូលមកមើល map ឲ្យបងមើលអញ្ចឹងណានេះទីតាំងដែលខ្ញុំចេញពី CADT មកនេះនេះ CADT ហើយខ្ញុំជិះចេញមករហូតនេះមកដល់កន្លែងយើងហ្នឹងនេះតមកវា19នាទី19នាទី10គីឡូម៉ែត្រតែអានោះខ្ញុំ10ចុចជាងដោយសារតែខ្ញុំមកដល់ទិសដៅខ្ញុំដើរបន្ថែមតិចតួចអញ្ចឹងណាអញ្ចឹងវាខុសគ្នាបន្តិចអញ្ចឹងវាគឺ secret ល្អសម្រាប់ GPS នេះអញ្ចឹងម្យ៉ាងណាដែលឆ្ងល់នឹង GPS ថាគេមើលមិនគេធ្វើមិនអានេះគឺសម្គាល់បែបហ្នឹងបង